សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងរបស់ admin ម្ដងទៀតហើយថ្ងៃនេះដែរ admin មានរឿងថ្មីមួយចង់បង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនៅសាច់រឿងមួយនេះអ្នកទាំងអស់គ្នានឹងមិនចិត្តអាក្រក់ជួយចុច like subscribe ម្នាក់មួយទៅនិងកុំឲ្យយប់យន្តស្បិនយូរយើងចូលទៅទស្សនាវីដេអូមួយនេះទាំងអស់គ្នាគូជីគឺជាអ្នកភូមិធម្មតាម្នាក់នៅក្នុងពិភពលោកដូចនៅក្នុងហ្គេមហើយដើម្បីកុំឲ្យគាត់មានជីវិតវេទនាគាត់បានធ្វើសកម្មភាពជាច្រើនហើយបានឡើង level រហូតដល់999ដូច្នេះឥឡូវនេះគាត់ស្ទើរតែគ្មាននរណាម្នាក់អាចបញ្ឈប់គាត់បានថ្ងៃមួយគណៈពេលដែលគូជីកំពុងតែអង្គុយលើដើមឈើរាប់លុយដែលគាត់អាចរកបានក្នុងថ្ងៃនេះគាត់បានរកឃើញមនុស្ស level 1ខ្សោយ2នាក់នៅលើដៃកំពុងត្រូវបាន slam វេប្រហារអ្នកទាំងពីរនោះគ្មានធម៌ពលទាំងស្រុងនៅ level 1ដូច្នេះពួកគេមិនអាចធ្វើអ្វីបានក្រៅពីអង្គុយនៅទីនោះហើយរងចាំឲ្យ slam លេបត្របាក់នោះទេប៉ុន្តែនៅពេលវិនាទីចុងក្រោយមុនពេល slam អាចវេប្រហារបានគូជីបានគប់កាក់របស់គាត់មួយទៅលើ slam បណ្ដាលឲ្យវាស្លាប់ភ្លាមឪពុកនិងកូនប្រុសមានការភ្ញាក់ផ្អើលចំពោះអ្វីដែលកំពុងតែកើតឡើងហើយមួយសន្ទុះក្រោយមកគូជីបានលុតចុះមកសួរពួកគេថាតើពួកគេមានកើតអីឬអត់ជាសំណាងល្អអ្នកទាំងពីរគ្មានរបួសអ្វីកើតឡើងនោះទេដោយសារតែគូជីបានជួយសង្គ្រោះពួកគេហើយគូជីរីករាយដែលបានឮដូច្នេះបន្ទាប់មកគាត់បានប្រគល់កាក់ទង់ដែងមួយចំនួននោះទៅកាន់ក្មេងប្រុសហើយប្រាប់ក្មេងប្រុសនោះថាទាំងនេះគឺជាទ្រព្យដែលអ្នកទាំងអស់គ្នាទទួលបានក្នុងការសម្លាប់ស្លែមដូច្នេះការប្រមាញ់សត្វចន្លែកជាវិធីមួយដ៏ល្អក្នុងការរកលុយហើយគាត់លើកទឹកចិត្តឲ្យក្មេងប្រុសម្នាក់នោះឲ្យសាកល្បងក្នុងពេលណាមួយប៉ុន្តែក្មេងប្រុសម្នាក់នោះបាននិយាយថាគាត់មិនអាចធ្វើដូច្នោះបានទេព្រោះសត្វចន្លែកមានគ្រោះថ្នាក់និងគួរឲ្យខ្លាចខ្លាំងណាស់ប្រសិនបើក្មេងប្រុសម្នាក់នោះមិនចង់សាកល្បងនោះទេគូជីក៏មិនបង្ខំក្មេងប្រុសនោះដែរដូច្នេះគូជីក៏ចាប់ដើមដើរចេញប៉ុន្តែនៅពេលដែលគាត់កំពុងតែដើរចេញនោះក្មេងនោះបានស្រែកហៅគាត់ហើយសួរគាត់ថាតើគូជីជាហេរ៉ូមែនទេប៉ុន្តែគូជីបានចង្អុលទៅក្រងស្ទែរបស់គាត់ដោយបង្ហាញថាគាត់ជាអ្នកភូមិ level 999តែប៉ុណ្ណោះហើយរឿងនេះធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនៅក្នុងពិភពលោកនេះមនុស្សត្រូវបានចាត់តាំងទេពកោសល្យតាំងពីកំណើតហើយក្រៅពីទេពកោសល្យធម្មតាទាំងអស់ដូចជាអ្នកប្រយុទ្ធអ្នកវេទមន្តនិងបុព្វជិតក៏មានងារល្បីៗមួយចំនួនដូចជាហេរ៉ូស្ដេចនិងអេសៃផងដែរហើយចំពោះគន្លៀតធម្មពលនៃងារទាំងអស់មានងារមួយដែលជាងារអត់ប្រយោជន៍គ្មានធម្មពលទាំងស្រុងនោះគឺជាងារអ្នកភូមិភាគច្រើនជាមនុស្សទុនខ្សោយដែលកម្រនឹងឃើញនរណាម្នាក់អាចឡើងដល់ level 10ណាស់ដូច្នេះហើយពួកគេត្រូវបានចាត់តាំងឲ្យធ្វើការងារធម្មតាដូចជាការធ្វើស្រែចម្ការឬថែទាំផ្ទះសំណាក់ពីព្រោះគ្មានអ្វីផ្សេងទៀតដែលពួកគេពូកែនោះទេទោះជាយ៉ាងណាក៏ដោយខណៈដែលរឿងនេះអាចជាអញ្ចឹងសម្រាប់អ្នកភូមិជាច្រើនតែគូជីគឺខុសពីគេក្នុងពេលជាមួយគ្នានេះនៅកន្លែងមួយផ្សេងទៀតនៅក្នុងព្រៃមានក្មេងស្រីតូចម្នាក់កំពុងរត់ព្យួរទៅកាន់ច្រកភ្នំតូចងងឹតនិងគួរឲ្យខ្លាចមួយហើយនាងមកទីនេះស្វែងរកដាវបុរាណមួយដែលគួរតែត្រូវរកឃើញនៅជ្រៅខាងក្នុងហើយនាងបានសម្រេចចិត្តចូលទៅទោះបីជានាងមិនបានត្រៀមខ្លួនក៏ដោយទន្ទឹមមកនេះត្រឡប់មកទីក្រុងវិញគូជីកំពុងដើរត្រឡប់ទៅគៀលវិញដើម្បីរាយការណ៍អំពីបេសកកម្មរបស់គាត់ដែលបានបញ្ចប់ហើយសម្រាប់រង្វាន់របស់គាត់ទទួលបាន5គោលអ្នកផ្សងព្រេងដែលមានវីតាមីននៅទីនោះទាំងអស់បានងាកមកមើលគូជីនៅពេលដែលពួកគេឮថាគាត់ទទួលបាន5គោលពីព្រោះនោះគឺជាប្រាក់ដ៏ច្រើនហើយពួកគេបានត្រឹមតែឆ្ងល់ថាតើគូជីត្រូវសម្លាប់សត្វចលែកចំនួនប៉ុន្មានក្បាលដើម្បីបានប្រាក់ច្រើនយ៉ាងនោះប៉ុន្តែគូជីមិនបានខ្វល់ខ្វាយនឹងពាក្យខ្សឹបខ្សៀវទាំងអស់នោះទេហើយគាត់ក៏បានដើរចេញគាត់ហាក់ដូចតែកំពុងសន្សំគោលឲ្យបានចំនួន10000គោលពីព្រោះគាត់កំពុងព្យាយាមទទួលបានប្រអប់រង្វាន់ពិសេសមួយប៉ុន្តែគាត់ទើបតែបានសន្សំបានពាក់កណ្ដាលនៃចំនួនដែលត្រូវការប៉ុណ្ណោះដូច្នេះគាត់ត្រូវមានផ្លូវដ៏វែងឆ្ងាយទៀតគាត់បានត្រឡប់ទៅក្តារពលមានការងារវិញដើម្បីជ្រើសរើសបេសកកម្មថ្មីមួយចំនួនដែលត្រូវធ្វើប៉ុន្តែនៅពេលដែលគាត់ដើរទៅទីនោះគាត់បានឮអ្នកផ្សងព្រេងមួយចំនួនកំពុងនិយាយគ្នាអំពីភាពសាហាវរបស់សត្វចន្លែកទាំងនោះដែលបានបង្ហាញខ្លួននៅពេលថ្មីនេះជាក់ស្ដែងរាជធានីបានដាក់ការប្រកាសការងារថ្មីមួយដែលស្នើសុំអ្នកផ្សងព្រេងស៊ើបអង្កេតកន្លែងមួយដែលមានឈ្មោះថារូងភ្នំបុរាណហើយទោះបីជាវាមានគ្រោះថ្នាក់ខ្លាំងក៏ដោយតែប្រសិនបើអ្នកទទួលបានជោគជ័យនោះអ្នកនឹងទទួលបានប្រាក់យ៉ាងច្រើនការងារនោះបងប្រាក់ចំនួន1គោលសម្រាប់បៃសាយខៀវចំនួន30ក្បាលដែលអ្នកសម្លាប់បានហើយនឹងជាមួយនឹងតម្លៃបែបនោះគ្មានផ្លូវដែលគូជីខកខាននឹងការងារនោះទេដូច្នេះគាត់សម្រេចចិត្តធ្វើបេសកកម្មមួយនោះនៅពេលរសៀលទន្ទឹមមកនេះដែរនៅកណ្ដាលទីក្រុងហេរ៉ូឈ្មោះរិចកំពុងតែថ្លែងសន្ទរកថាបណ្ដាលឲ្យរឿងរបស់យើងកាត់ចត់តែត្រឹមនេះដោយហេតុថារឿងនេះ admin បានកាត់ចេញជា2ភាគដោយសារតែមាននីតិវែងពេក admin មិនអាចបញ្ចូលសលេងបន្តទៀតបានទេដោយសារតែឈឺកខ្លាំងពេកអញ្ចឹងយើងសូមជម្រាបលាក៏ហើយកុំភ្លេចតាមដាននៅវីដេអូក្រោយដែលជាភាគ2